ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី24ខែធ្នូឆ្នាំ2025បានណែនាំឲ្យអ្នកដំណើរទាំងខ្មែរនិងបរទេសផ្អាកការប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរថៃជាបណ្ដោះអាសន្នបន្ទាប់ពីថៃបានបង្កការលំបាកដល់ការធ្វើដំណើរចូលកម្ពុជាឆ្លងកាត់តាមថៃចាប់តាំងពីផ្ទុះសង្គ្រាមឈ្លានពានទឹកដីកម្ពុជាអាជ្ញាធរថៃបានប្រព្រឹត្តទង្វើមិនសមរម្យបង្កការលំបាកនិងការផិតភ័យដល់អ្នកដំណើរបរទេសនិងពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃចូលមកប្រទេសកម្ពុជាដោយអាជ្ញាធរថៃបានឃាត់ខ្លួននាំទៅសាកសួរថតវីដេអូនិងឆែកឆេរវ៉ាលីជាដើមក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាដើម្បីទប់ស្កាត់ការបំផិតបំភ័យនិងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃក្រសួងសូមធ្វើការណែនាំស្ថានតំណាងកម្ពុជាប្រចាំនៅបរទេសជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរនិងបរទេសឲ្យជៀសវាងធ្វើដំណើរឆ្លងកាត់ប្រទេសថៃនិងផ្អាកការប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរថៃជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី